ចេញពីទឹកធ្លាក់អូទឹកវេតយើងបន្តដំណើរទៅឯឆ្នេរនេសាទខេត្តកោះកុងម្ដងមូលហេតុដែលខ្ញុំបកមកក្រោយដោយសារតែគ្នាខ្ញុំគាត់ទៅហ្នឹងណាបងប្អូនអញ្ចឹងក៏យើងមកជួបជុំគ្នានៅឯឆ្នេរនេសាទវិញមកដល់ឆ្នេរនេសាទអូបានឃើញសម្រស់នៃសមុទ្រឆ្នេរសមុទ្រនេះខ្មែរយើងឃើញជាមួយនឹង sunset អូអែមមែនទែនយប់ឡើងក៏យើងជួបជុំគ្នាធ្វើម្ហូបញ៉ាំបោះតង់ជុំគ្នាអញ្ចឹងទៅហើយព្រឹកឡើងក៏យើងបានបន្តដំណើររួមដំណើរជាមួយគ្នាទៅតាមផ្លូវជាតិលេខ10កាត់ស្ពានដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាណាបងប្អូនថាសម្រស់ទេសភាពនៅតាមដងផ្លូវគឺស្អាតអត់ដាច់ហ្មងបងប្អូនស្អាតអត់ដាច់ថាទាស់ត្រង់ណាមួយទេហើយក៏យើងបានជួបនៅឧបសគ្គផ្លូវដីក្រហមផងភ្លៀងផងហើយក៏ខ្ញុំបានជួបជាមួយនឹងទេសភាពព្រៃភ្នំមួយនិយាយថាមើលទៅស្អាតហ្មងបងប្អូនហើយក៏ខ្ញុំបានបបែកពីពួកគាត់មកផ្ទះតែម្នាក់ឯងទាំងកណ្ដាលយប់អត្រាតសួស្តីទស្សនិកជនរបស់កំលី Traveler ទាំងអស់គ្នាសិតទស្សនិកជនចឹងនេះគឺយើងបានបន្តដំណើរទៅឆ្នេរនេសាទយើងចេញពីទឹកដីជីផាតមកណាបងប្អូនអញ្ចឹងវីដេអូនេះគឺជាវីដេអូភាគ2យើងបន្តពីភាគមុនមកគឺយើងចូលភាគ2នេះគឺភាគ2យើងបានទៅសមុទ្រហើយក៏បានថតជាមួយនឹងទេសភាពជីកាត់ផ្លូវជាតិលេខ10ហើយក៏យើងបានត្រឡប់ទៅផ្ទះតែ2អ្នកឆ្កែអញ្ចឹងណាព្រោះដោយសារតែគ្នាអញ្ចឹងគឺគាត់នៅបោះតង់មួយយប់ទៀតព្រោះដោយសារតែគាត់មកក្រោយប៉ុន្តែគាត់ត្រូវតែកំណត់2យប់3ថ្ងៃដូចខ្ញុំដែរអញ្ចឹងខ្ញុំក៏គ្រប់គោលការណ៍2យប់3ថ្ងៃរបស់ខ្ញុំក៏ខ្ញុំត្រឡប់មកផ្ទះមុនគាត់អញ្ចឹងទៅពីយើងធ្វើដំណើរអស់រៀងយូរបន្តិចក៏យើងបានមកដល់នៅឆ្នេរនេសាទបងប្អូនយើងមកដល់ភ្លាមគឺមានទេសភាពជាមួយនឹងខ្យល់អាកាសត្រជាក់ទទួលស្វាគមន៍យើងភ្លាមតែម្ដងបងប្អូនក៏បានអង្គុយមកស្ទុះហើយក៏ខ្ញុំចាប់ដើមទៅលេងទឹកហើយស្រាប់តែល្ងាចឡើងផ្លាស់កៅអៅរួចក៏ឃើញនៅ sunset យើងអូនិយាយថាលិចចូលក្នុងព្រះអាទិត្យមើលទៅស្អាតមែនទែនលិចចូលក្នុងព្រះអាទិត្យលិចចូលក្នុងទឹកសមុទ្រតាមពិតទៅវានៅក្រៅភពទេបងប្អូនគ្រាន់តែយើងមើលទៅដូចលិចចូលក្នុងទឹកសមុទ្រចឹងណាភាពជាមួយនឹងបរិយាកាសជាមួយនឹងខ្យល់អាកាសនៅទីនោះហើយបានស្ដាប់នៅសលេងទឹកសមុទ្របោកបក់ជាមួយនឹងច្រាំងឆ្នេរយើងគឺបានធ្វើឲ្យខ្ញុំភ្លេចអស់នៅទុកកង្វល់អស់អាលីងតែម្ដងបងប្អូនអូខេឥឡូវយើងមកទិញកន្លែងម៉ាក់កំឆាយកន្លែងហៀទិញហ្នឹងឆាតស៊ូហួយប្រាប់តាមពិតទៅនៅកន្លែងនេះគឺខ្ញុំមកទិញតាមវីដេអូបងម៉ាទីនដែរទេហើយក៏ឆាតស៊ូបង្ហួយទៅក៏បង្ហួយប្រាប់ថាបើសិនមកលេងឆ្នេរនេសាទចូលទិញគ្រឿងសមុទ្រនៅកន្លែងគាត់ផងព្រោះកន្លែងគាត់ស្រស់ណាបងប្អូនពេលដែលខ្ញុំទៅទិញហ្នឹងយ៉ាពិតជាស្រស់របស់គាត់មែនគាត់តែលើកយកមកលាងទឹកនៅខាងលើណាព្រោះដោយសារតែគាត់តែរោហើយអញ្ចឹងបើសិនបងប្អូនទៅលេងឆ្នេរនេសាទកុំភ្លេចចូលជួយទិញគាត់ផងនៅតាមផ្លូវចូលទៅដូចគ្នាដែរទេពេលដែលខ្ញុំមកវិញក៏ខ្ញុំបានរៀបចំបោះតង់ហើយដើរនៅតាមមាត់ឆ្នេរថតវីដេអូមើល sunset ជាមួយនឹងឆ្កែរបស់ខ្ញុំអញ្ចឹងគឺបានអូនិយាយថាក្តីសុខមួយនឹងទេសភាពមួយនឹងខ្ញុំមិនអាចបំភ្លេចបានក្នុងឆាកជីវិតខ្ញុំបងប្អូនអានេះគឺជាក្តីសុខរបស់ខ្ញុំទី2បន្ទាប់ពីមកពីព្រៃណាបងប្អូនហើយយប់ឡើងក៏យើងមានការច្រៀងរាំលេងជាមួយគ្នាអញ្ចឹងអ្នករាប់អានគ្នាមិនថាមិត្តភ័ក្តិអីទេយើងមិនងាយបានជួបគ្នាទេអញ្ចឹងយូរយើងជួបគ្នាម្ដងយើងលេងឲ្យសប្បាយបង្កើតជាអនុស្សាវរីយ៍ជុំគ្នាទៅបងប្អូនអើយសារតែគិតមើលទៅវាមួយឆ្នាំអីយើងជួបគ្នាបាន2ដងអីចឹងណាយើងយូរជួបគ្នាម្ដងយើងជួបគ្នាយើងធ្វើមិនឲ្យសប្បាយបង្កើតនៅអនុស្សាវរីយ៍ទុកបន្តទៅមុខទៀតដើម្បីជាអនុស្សាវរីយ៍ក្នុងជីវិតរបស់យើងដែលយើងបានរាប់អានគ្នាណាបងប្អូនបើសម្រាប់ពួកខ្ញុំយូរបានជួបគ្នាម្ដងដែរទេអញ្ចឹងក៏យើងច្រៀងរាំលេងញ៉ាំអីជុំគ្នាបង្កើតអនុស្សាវរីយ៍អីចឹងទៅអញ្ចឹងសម្រាប់មិត្តភ័ក្តិបងប្អូនក៏ដូចគ្នាអញ្ចឹងបើសិនយូរជួបគ្នាម្ដងអីយើងគួរតែបង្កើតអនុស្សាវរីយ៍ជុំគ្នាមួយទៅសួស្តីប្រិយមិត្តកំលី Traveler អស់ឥឡូវនេះយើងមកឆ្នេរនេសាទនៅខេត្តកោះកុងណាបានជួប top fan មួយនិយាយថាគាត់បានជួបខ្ញុំអំពើហ្មងនិយាយមែនបើគាត់ចូលនិយាយគ្នាមួយខ្ញុំមិញនិយាយប្រវត្តិគាត់ស្គាល់ខ្ញុំតាំងពីខ្ញុំមិនទាន់ចេញរស់ស៊ីបងប្អូនតាដូចជា2ឆ្នាំមុនណាតែ2ឆ្នាំមុនចូល3ឆ្នាំតែ3ឆ្នាំហ្មងគាត់ស្គាល់ខ្ញុំហ្នឹងគាត់មកដល់នេះគាត់ឃើញខ្ញុំអញ្ចឹងក៏គាត់មកសំណើណាមួយខ្ញុំអញ្ចឹងខ្ញុំអរគុណមែនតើអញ្ចឹងខ្ញុំចង់ផ្ដាំទៅអ្នកដែលស្គាល់ខ្ញុំណាបើសិនចង់មកនិយាយលេងមួយខ្ញុំអីអត់អីទេខ្ញុំរស់រាយទេខ្ញុំអត់ទៅប្រកាន់អីទេខ្ញុំគ្រាន់បើថាមានមនុស្សមកនិយាយខ្ញុំនិយាយហើយ
nữ nhóm còn là mục ở hiện mưa tích rồi đấy mục mưa nhóm mến ở rùi tê rồi lắm rồi chân con quen nhóm top quen khlang món đang bị nhóm mà toàn tranh đô xí bây cho nam muốn nhóm mà đang làm miên cái đầu ấy cốt keo cà phê cho mau tầm mùi thế nên thế chạ xe cháu ai quạt tục chia nấu sau rồi chẳng miền chẳng ai chẳng ai chè mà con mong mưa thầy con ru đi hòm la thì đầy tê nè ngay từ hai bàn khơi mà tôi khơi ấy bọn đây hai máu nhầm ru đi tê ở đây tê giờ lên chẳng keo của về mùi này bàn mà đau cao công và chọc trầm cho nên này sát áo tới top quen mùi món mà rốt mấy đôi chim mía này chẳng thích liên áo cho nó thế áo con gì việc đi trong bắt đầu bị nhóm chụp chung kia hỏi cái bàn chụp cho mùi nâng thâu quen bỏ nhóm có bàn xâm nợ cho mùi cốt và hệ chích mà mong đá dương che tình vậy kia chẳng á hơi cái dương đo mong đọc màn đọc đấy cái dương chập đam chênh chập tròn chập cái đam chập kia é chập tròn này không thật sớm dương cái đam chập cái đam chập kia chập mực cái chân tới bờ tay nhưng tay chập nó chập khi ban thế bông bồn anh đi cái đam bỏ pu để cọt rô ban môn nên cọt ao bàn pi chẳng ấy tục nhầm pu rô ban này bông bồn ở con pu để ao cái đam pi con trần cái đam Alaska nè Alaska một phân nan ấy ca đào lên mình cho ta đào đầm bì oi ta đo cái lại thì cứ dương từ đầm bì bỏ trâu nơi tục cùng bỏ dương nâng rương rau để smoke smile để mình miền tháp bây giờ sự nghiệp chịu vật bỏ dương mình dương cát mò mình nè tay thì miền can sờ lạnh nâng trong nồi chất trôi chất riêng khuôn trắng đôi nhom trắng cứ nhom trôi chất đào bỏ tăng sòng prin cho mùi nâng khné rồi có đào này ai như trắng cứ vi chia cái đây sọc rồi bỏ bụi nhom nâng chia cái đây sọc bỏ nhom trong bông bồn này cặp bông tại tu sana video này có miền cái đây sọc nâng trong nồi chất rồi bỏ bông bồn đôi khné trắng bờ sân bông bồn miền cái đây sọc nâng ở vây trôi chất thưa vậy có thưa tới sầm khăn cầm ao tại passport này đợt tới cầm ao tại khó chấp tới cứ ba này bông bồn chẳng về bậc láng còn nhom ban tranh bị tăng máu khơi cho mỗi nâng tết hiệp đó sát hồi cái dương ban chấp đam riệp trong luôn riệp trong tăng thì chẳng có chương tranh đầm nào màu bắt tao đầm nào room cái này này có nhom cặp bông tại thưa đầm nào cho mỗi nâng cái này bỏ nhóm từ nhám bài về bậc sân vừa để xa tại dương ở đây thà ọt bài về bậc ban tê không ca thưa đầm nào nó về đại dương thưa ca nghe thôn nơi về đại dương thưa đầm nào lấy ngay cứ bài bậc sầm khăn mình tên dương mình ai thà trời tại chào ban tê hà về bậc chẳng dương trời tại tích cái đây cho nên cái đây sầm khăn nào tại nhâm hiện còn bao tới cứ ba này bông bồn khơi tại nhâm thọt đào lên chỉ cầm thọt bài sờ bài cho bông bồn mới tay tầm tới pe khác cái nhâm miên pe để to pe sầm đầy khi tình tôi khoanh cầm được khi đây và tay vậy đây sầm khăn cứ bụi nhâm che vô khi lực lên khi sầm to khi từ bình tầm màu chẳng từ chỉ riêng thọ mà đa tên là không mà tập hiệp môi là không cầm môi về tay tầm miên này cả tầm non tình tôi cho vậy đây sầm khăn cứ dương trời tại che room sọc tục cho môi khi bài prep this is the bài prep right and okay Rice sạch pig sạch pig with my old father my old sister con hiếm ấy để sponsor áo sponsor nung mà gặp con tật mà đớp anh em mà đông mới một cái hai môn nâng chiên trôi từ đó video bắt đầu tiếp nhom hôm nay nòng pi cầm ly cà phê hàng cà phê bỏ nhóm nó bông bồn trong bông bồn để trong nhâm tiền nhâm ấy complete từ chuối control này cầm ly cà phê nhom phong hơi bông bồn thời cà rô tì tăng ấy còn tại trôi thì không Google Maps vay biệt tha cầm ly cà phê ST rồi của mỗi cứ viên load áo bông bồn trong bờ sân bông bồn pin chất video bỏ nhóm ấy sẽ làm trôi chất nhóm ấy trong ban logo ai từ vô nơi tì tăng cà phê nhóm bàn con chào bông bồn bye bye.
đây còn vô được đi chẳng ní mình cầm ly cà phê đi nhóm chị tây chôn đi rồi ha nhóm máu tới nè lụa quả lại siêu cua dương chia nè tính dương barista mà cha hàng cà phê mùi đấy cha xong rồi này đây mà sân khóc đi dương là sân chết rồi តាមពិតទៅពេលហ្នឹងខ្ញុំចូលទៅទិញកាហ្វេធម្មតាទេបងប្អូនប៉ុន្តែអ្វីដែលសំខាន់គឺម្ចាស់ហាងគាត់អត់នៅអ្នកដែលឆុងហ្នឹងគឺគាត់អត់នៅគាត់ឡើងទៅជាប់រវល់ឈឺពោះអញ្ចឹងណាអញ្ចឹងក៏ខ្ញុំចាំយូរដែរក៏ចេះឆុងម្នាក់ដែរក៏ក្មួយគាត់នៅហ្នឹងគាត់ថាឲ្យចូលឆុងខ្លួនឯងទៅអញ្ចឹងខ្ញុំក៏ចូលឆុងញ៉ាំកាហ្វេតកអីខ្លួនឯងអញ្ចឹងណាយ៉ារសជាតិកាហ្វេគាត់ក៏ទទួលយកបានដែរបងប្អូនអញ្ចឹងបន្ទាប់ពីយើងញ៉ាំកាហ្វេហ្នឹងហើយក៏បានញ៉ាំបាយថ្ងៃហើយឥឡូវក៏យើងបានបន្តដំណើរមកជាមួយនឹងឆ្កែរបស់ខ្ញុំនេះផងដែរហើយឆ្កែខ្ញុំនេះគឺវាឆ្លាតណាបងប្អូនវាមុននឹងឡើងទៅអង្គុយលើធុងខាងគេហ្នឹងគឺវាអើតមើលមុខក្រោយវាមើលស្ថានភាពផ្លូវថាផ្លូវវាពិបាកអត់អាឡែអត់ហើយវាមើលថាមានគេធ្វើដំណើរមានឡានមានអីមកពីមុខមកពីក្រោយអត់មុននឹងវាឡើងអញ្ចឹងគឺវាមើលតែផ្លូវណាស្រឡះបានវាឡើងអញ្ចឹងណាបងប្អូនអញ្ចឹងវាឆ្លាតវាស្ដាប់យើងបានមួយម៉ាត់ដែរអូស្អាតហ៎ចឹងការធ្វើដំណើរផ្សងព្រេងគឺវាតែងតែជួបឲ្យផ្លូវល្អផ្លូវអាក្រក់ផ្លូវខូចផ្លូវល្អអញ្ចឹងណាអញ្ចឹងបន្ទាប់ពីយើងជិះផ្លូវកស៊ូហើយឥឡូវក៏ចូលមកដល់អាផ្លូវដីក្រហមនេះម្ដងទៀតព្រោះដោយសារតែគេអត់ទាន់បានធ្វើរួចអញ្ចឹងផ្លូវនេះក៏មានឡានមានអីមកហុយមែនតើបងប្អូនឥឡូវនេះខ្ញុំបានមកដល់លើស្ពានដែលនៅចិត្តស្ពានដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាបងប្អូនតែប៉ុន្តែស្ពាននេះក៏ខ្ពស់ដែរគ្រាន់ថាវាខ្ពស់នៅកម្រិតដែលទាបជាងស្ពានដែលគេតំធ្វើនោះតាមពិតទៅអាស្ពានដែលខ្ពស់ជាងគេនៅលើនៅក្នុងប្រទេសកម្ពុជាហ្នឹងគឺខ្ញុំពងជីកាត់ដែរប៉ុន្តែខាងសិនសុកគេអត់ឲ្យចូលអញ្ចឹងដល់ពេលអញ្ចឹងក៏អត់បានថតទៅឲ្យជីផ្លូវវាងចូលមកក្នុងព្រៃនេះហើយកាត់ឡើងទៅខាងលើផ្លូវកស៊ូវិញពេលដែលជីចុះផ្លូវវាងហ្នឹងក៏គេមានកន្លែងឈប់ឲ្យយើងថតជាមួយនឹងស្ពានហ្នឹងដែរប៉ុន្តែខ្ញុំអត់បានឈប់អញ្ចឹងណាហើយផ្លូវដីក្រហមកាត់ព្រៃអញ្ចឹងទៅហើយនេះបងប្អូនគឺផ្លូវវាងពីស្ពាននៃខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជានឹងតែប៉ុន្តែខ្ញុំអត់បានឈប់ថតខ្ញុំស្ដាយមែនតើពេលហ្នឹងខ្ញុំគិតថាស្ពាននៃខ្ពស់ជាងគេគឺកន្លែងដែលខ្ញុំឈប់នៅថតពីខាងលើហ្នឹងឯងតែប៉ុន្តែមិនមែនទេខ្ញុំនៅសពេចសពិលណាបងប្អូនឥឡូវនេះក៏យើងជិះកាត់ផ្លូវវាងកាត់ព្រៃកាត់អីនេះទាំងដើម្បីអាលឹមតិចហើយក៏ល្អិលតិចតួចផងអញ្ចឹងណាហើយពេលដែលយើងឡើងមកដល់លើវិញមេឃដែលទឹមភ្លៀងហើយវាស្រឡះមកវិញជាមួយនឹងព្រះអាទិត្យរៀបលិចនៅពេលល្ងាចហ្នឹងជាមួយនឹងភ្នំសម្ៅភ្នំឃើញពពកឃើញអីអូនិយាយថាស្អាតកាត់ថ្លៃអត់បានទេបងប្អូននៅតាមផ្លូវហ្នឹងអញ្ចឹងបើសិនបងប្អូនចង់ទៅពីកោះកុងទៅបាត់ដំបងអីយ៉ាផ្លូវល្អអញ្ចឹងគ្រាន់ថានៅមានកន្លែងបន្តិចបន្តួចទេដែលនៅធ្វើអត់តន់រួចអញ្ចឹងប៉ុន្តែវាភាគរយច្រើនដែលល្អព្រោះបើតាមខ្ញុំគិតទៅវាចូល90%ឥឡូវនេះក៏ខ្ញុំបានធ្វើដំណើរដល់ពេលយប់ដែរហើយក៏ខ្ញុំបានបបែកពីគ្នាខ្ញុំត្រឹមរង្វង់មូលប្រម៉ោយនៅឯខេត្តទឹកដីបាត់ដំបងណាបងប្អូនយើងក៏បបែកគ្នាត្រឹមហ្នឹងទៅហើយក៏ខ្ញុំអត់បានថតវីដេអូទេអញ្ចឹងពេលនេះក៏ខ្ញុំបានមកដល់សៀមរាបជិះម៉ូតូទាំងយប់អីវាត្រឡប់មកផ្ទះអញ្ចឹងណាពេលយប់ម៉ោង10ហើយខ្ញុំបានធ្វើដំណើរមកដល់សៀមរាបឥឡូវនេះកំពុងនៅ361ចឹងខ្ញុំតម្រេតចង្កេះបន្តិចហើយយ៉ាងធូរបន្តិចយើងបន្តដំណើរសម្រុកទៅផ្ទះបណ្ដោយអូខ្ញុំមានអារម្មណ៍ថាយ៉ាងនេះវាសុបាយផងវាឯកាផងព្រោះជីម្នាក់ឯងតែក៏វាមិនឯកាណាស់ណាព្រោះដោយសារតែមានពាក់នេះឃើញវានៅពីក្រោយកាមេរ៉ាខ្ញុំមួយទៀតវាអស់ថ្មដល់ពេលអញ្ចឹងខ្ញុំថតនឹងទូរស័ព្ទសិនអញ្ចឹងណាបងប្អូនយើងខ្ជិលមិនខ្ជិលអត់មានកន្លែងបញ្ចូលព្រោះម៉ូតូខ្ញុំខូចអាកន្លែងUSB របស់វាបាត់ហើយអញ្ចឹងវាខូចចឹងទៅយើងអត់មានអីត្រូវបញ្ចូលបដាឥឡូវនេះទូរស័ព្ទខ្ញុំកំពុងអស់ថ្មទៀតហើយអញ្ចឹងមានតែយើងសម្រុកទៅផ្ទះបណ្ដោយអត់មានការងារអីត្រូវធ្វើមួយនឹងទូរស័ព្ទនិងកាមេរ៉ាទៀតទេ
ចឹងបន្ទាប់ពីខ្ញុំចេញពី361នឹងមកក៏ខ្ញុំជិះចូលក្រុងសៀមរាបហើយក៏បន្តដំណើរត្រឡប់មកដល់ផ្ទះនៅម៉ោង1យប់ចឹងណាបងប្អូនចឹងវីដេអូខ្ញុំគឺដំណើរកំសាន្តពីយប់3ថ្ងៃហ្នឹងគឺអស់ត្រឹមហ្នឹងហើយប៉ុន្តែអ្វីដែលសំខាន់សូមសនំពោបងប្អូនមកជួយគ្រប់គ្រងនៅកម្លីកាហ្វេខ្ញុំផងដើម្បីឲ្យខ្ញុំមាននៅកម្លាំងចិត្តធ្វើវីដេអូក្រោយៗដំណើរកំសាន្តបោះតង់ camping travel adventure ឲ្យបងប្អូនមើលផ្សេងទៀតចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាយបាយ